រៀបសួរពុកម៉ែបងប្អូនជាទីនឹករលឹកនិងជាទីមេត្រីជាថ្មីម្ដងទៀតបាទជួបគ្នាសាជាថ្មីនៅវីដេអូកោះរំលើងសាររើបាទទៅដល់វីរៈជនខ្មែរល្បីៗរបស់កម្ពុជាបាទនៅក្នុងទីតការទៅបច្ចុប្បន្នបាទតារាសម្ដែងតារាភាពយន្តក៏ដូចជាតារាចម្រៀងជាដើមដែលគាត់បានមានភាពឈ្មោះមានគេឈ្មោះល្បីល្បាញតាំងពីទីតការទៅបច្ចុប្បន្នតារាដែលបានបាត់មកមិនសូវចេញមកអញ្ចឹងទាំងថ្មីទាំងចាស់ណាបាទអញ្ចឹងឥឡូវនេះគឺខ្ញុំសូមលើកយកប្រធានបទមួយបន្តទៀតដូចតែប្រធានបទកាលពីមុនដែរតាក់ទងទៅនឹងលោកម៉ាអាយុទ្ធដែលគាត់បានទីដែលថាមានជាចូលរួមនៅថាទីប្រឹក្សារឿងមួយទៀតដែលមានចំណងជើងថារឿងរូប9ជាន់ដែលលោកជាអ្នកថាទីប្រឹក្សាបច្ចេកទេសប្រហែលអង្គនោះប្រមូលដូចជា4-5នាក់ជំនាញដើម្បីនៅថាបច្ចេកទេសនឹងការផលិតភាពយន្តនេះបច្ចេកទេសក្នុងរឿងថតរឿងហ្នឹងណាបាទគឺរឿងនៅរូប9ជាន់បាទដែលជារឿងរបស់បែបប្រវត្តិសាស្ត្ររបស់កម្ពុជាបែបប្រវត្តិសាស្ត្រខ្មែរក្រហមបាទ1975ដល់79ហ្នឹងបាទគឺរឿងនៅរូប18ជាន់នេះឯងបាទអញ្ចឹងគាត់មិនមែនជាអ្នកនិពន្ធថានិពន្ធរឿងពីប្រវត្តិសាស្ត្រគាត់មិនមែនថាគាត់មួយឯងគឺមានផ្សេងតែគាត់ក៏ជាក្នុងចំណោមផ្នែកនេះថាទីប្រឹក្សាបច្ចេកទេសណាបាទរឿងរូប9ជាន់ហើយក៏ចង់បង្ហាញទៅដល់ពុកម៉ែបងប្អូនកូនក្មួយបាទបងប្អូនទាំងអស់ឲ្យបានស្គាល់នៅរឿងមួយនេះដែលមានចំណងជើងថារូប9ជាន់បាទតែជារឿងបែបប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមិនអាចញោមបានហើយក៏សូមសារទៅដល់រឿងនេះបាទទាំងស្រុងទាំងមូលតែម្ដងបាទគឺរឿងបច្ចេកថាបច្ចេកទេសសម្ដែងថតគឺវាល្អឥតខ្ចោះទៅហើយបាទបច្ចេកទេសឆេងផុនមកអាយុទ្ធតុនច័ន្ទរួយនាគង្គបាទ4នាក់ណាបាទអញ្ចឹងក៏មានលោកមកអាយុទ្ធដែរដែលលោកបានទទួលមរណកាលតាំងពីឆ្នាំ2021កន្លងទៅនេះដោយជំងឺ Covid-19 ណាបាទអញ្ចឹងលោកមកអាយុទ្ធក៏ជាអ្នកនិពន្ធភាពយន្តរបស់កម្ពុជាដ៏មានទេពកោសល្យមួយរូបបាទតាំងពីជំនាន់សង្គមនិយមបាទនិពន្ធចម្រៀងឲ្យលោកតាសឹមសិទ្ធិសមុទ្របាទដាច់79ហ្នឹងមកទៀតបាទគឺលោកដឹកនាំនិពន្ធរឿងសម្ដែងរឿងនៅក្នុងទូរទស្សន៍ជាតិបាទនៅក្នុងសម័យសាធារណរដ្ឋគាត់ធ្វើដែរហើយទៅដល់ឆ្នាំ2021នេះបាទគាត់ទទួលមរណភាពបាទងាកទៅតែបន្តិចគឺជំនាន់បាទគឺដាច់79មកគាត់នៅតែចូលរួមគាត់ធ្វើការលើវិស័យភាពយន្តនេះដែរបាទហើយក៏បានថតរឿងជាច្រើនទៀតបាទបន្ទាប់ពីដាច់79មកនោះគឺរឿងឆ្នាំ9ជាងអីហ្នឹងគឺមានតែបាទរឿងអណ្ដាប់ដោះឆ្អឹងឬអីទៀតទេច្រើនខ្ញុំភ្លេចទៅដែរណាបាទហើយរឿងថ្មីគឺរឿងដែលថាបាទទទួលបានពេញនិយមពានរង្វាន់គឺរឿងនឹងសាក់កពើបាទរឿងលួងប្រសាច់កន2016ដល់2017ហើយនឹងរឿងកែលេសឆ្នាំ2010ដែលជាស្នាដៃរបស់លោកបាទនឹងផ្សេងទៀតតើតើនឹងវិស័យក៏តើតើតែងកំណាព្យតើតើអញ្ចឹងទៅជំរាបទៅបាទគឺខ្ញុំមិនបានលំបាត់អស់ទេណាបាទអញ្ចឹងគ្រាន់តែរំលឹកប៉ុណ្ណេះថាតើតើនឹង2ចំណុចគឺរឿងនៅរួច9ជាន់គឺជាសាច់រឿងមួយដែលល្អរឿងបែបប្រវត្តិសាស្ត្រហើយក៏មានការចូលរួមទីប្រឹក្សាបច្ចេកទេសរបស់លោកម៉ាអាយុទ្ធផងដែរហើយលោកចំនួន3នាក់នេះគឺខ្ញុំអត់បានស្គាល់មុខទេបាទមិនដឹងថាគាត់នៅមានជីវិតឬក៏គាត់ទទួលមរណភាពយ៉ាងណាសូមអភ័យទោសផងបាទអត់បានស្គាល់ទេណាបាទអញ្ចឹងសិតតែជើងខ្លាំងដូចគ្នាហើយបាទឈ្មោះនេះទីប្រឹក្សាបច្ចេកទេសគឺខ្លាំងហើយបាទដែលខ្ញុំដោយសារតែខ្ញុំបានស្គាល់និងដឹងព័ត៌មានពីលោកម៉ាអាយុទ្ធដែលគាត់បានថាគាត់យើងស្គាល់ទូទៅច្រើនជាងបាទអញ្ចឹងអត់អីទេអញ្ចឹងសូមពុកម៉ែបងប្អូនបាទរីករាយក្នុងទស្សនានៅរឿងនេះដោយខ្លួនឯងទៅមើលក្នុង YouTube គឺរឿងល្អបាទមើលមានទាំងនិយាយទៅលឹករឿងរ៉ាវយើងពីជំនាន់ខ្មែរក្រហមមកវិញបាទមានសັບផែនអនឡាញទៀតពិសេសគឺប្រទេសយើងស្គាល់
muốn hai đồng bông không cứ mà độ không bị chia lại với sát luôn mau rồi bọc phải chậm một tí cứ dây cả học này còn cung tài xanh ôm mơ của em trong một bàn không được thuộc sở đườngขนาด thông ผมแบบบอกมาเรื่องนี้sở đườngขนาด thông ธรรมดาบอกตีจรานช่วยกำตินะผมคลายเรียอ่อยอ่ะสมัติยืนเรียกการสมัติตรองตารางกายยืมเลี่ยมมึงสมสมได้การสมัติตรองสไลด์เปิดสไลด์เปิดมองอะไรค่ะตามยังกระดานมึงนั้นเนี่ยไปเมาคือการเราที่จอมตัวการที่รู้จักโบเซอร์รู้ไอ้รู้ตอนลงที่ยังคือบ้างไงยมสมกระปองการโดยสมัติตรองยมบางรู้มีโลกนี้องการเป็นไงมันนอกนะมันấy đôi ở vậy được không bàn an được ở vậy được không bàn là sẵn sàng mà nó cứ riêng cái đại đôi được không cao xe đôi kita từ vậy đây là cả làng của mày của hồ cha còn giấy nữa ở đây bạn luôn đấy bạn này bạn đôi trẻ sẽ đây nơi mà học thì bạn chẳng áo con tràn chụp nên ở video thay chia bật thiết bạn nhung sồn chụp cơ đó còn bóng ố mà chụp nơi đường ra lo và sọc hiệp lo và chụp chơi cục kia để cảnh bạn sống trong video tại bạn này